វីដេអូលើកនេះខ្ញុំនឹងមកនិយាយអំពីបុគ្គលិកលក្ខណៈរបស់មនុស្សដែលមាន MBTI INFJ តើអ្នកធ្លាប់ជាមនុស្សឆាប់គិតច្រើននៅស្ងៀមស្ងាត់ខ្លាំងប៉ុន្តែចេះយល់ចិត្តអ្នកដទៃខ្លាំងជាងគេមែនទេប្រសិនបើមែនអ្នកជាមនុស្ស INFJ ហើយអញ្ចឹងតើ INFJ មានអត្ថន័យអីខ្លះ INFJ គឺជាប្រភេទបុគ្គលិកលក្ខណៈមួយក្នុងចំណោម MBTI ទាំង16នេះគឺជាអត្ថន័យរបស់អក្សរទាំង4តួ INFJ នឹង I គឺមកពីពាក្យ introverted ចូលចិត្តស្ងៀមស្ងាត់មានថាមពលខ្លាំងពេលនៅម្នាក់ឯង N គឺមកពីពាក្យ intuitive មានន័យថាគាត់គិតពីអារម្មណ៍ខាងក្នុងខ្លាំងគឺជារូបធាតុអីចឹងទៅហើយងាយមើលឃើញពីអនាគតមិនមែនត្រឹមតែបច្ចុប្បន្នយើងទេចំពោះ F feeling ទទួលសេចក្តីសម្រេចដោយផ្លូវអារម្មណ៍ពីខាងក្នុងតែម្ដងមិនមែនត្រឹមតែហេតុផលខាងក្រៅតែមួយមុខទេរីឯ J joking គាត់ចូលចិត្តរៀបចំមានផែនការច្បាស់លាស់ហើយអត់សូវចូលចិត្តរឿងភ្លេចភ្លាំងទេ INFJ តែងតែស្ងៀមស្ងាត់ខ្លាំងប៉ុន្តែមានគំនិតច្រើនខ្លាំងផុសនៅក្នុងខួរក្បាលរបស់ពួកគេហើយពួកគេចូលចិត្តជួយអ្នកដទៃប៉ុន្តែភាគតិចបំផុតដែលគេអាចអនុញ្ញាតឲ្យអ្នកដទៃដឹងពីអារម្មណ៍ខាងក្នុងរបស់ពួកគេចំពោះចំណុចខ្លាំងរបស់ពួកគេគឺមានចក្ខុវិស័យខ្លាំងស្រឡាញ់និងជ្រាលជ្រៅស្មោះត្រង់ចេញពីចិត្តចេះស្ដាប់និងយល់ចិត្តអ្នកដទៃមានសីលធម៌ខ្ពស់និងចង់អភិវឌ្ឍសង្គមខាងក្រៅចំណុចខ្សោយរបស់ពួកគេយកចិត្តទុកដាក់អ្នកដទៃខ្លាំងពេកដល់ថ្នាក់ភ្លេចគិតពីខ្លួនឯងពិបាកបដិសេធហើយឲ្យចូលចិត្តបង្កចំនួនរឿងរ៉ាវត្រាម៉ាអីទេងាយនឹងអស់ធម៌ពលពីសង្គមខាងក្រៅឆាប់ overthinking ឬក៏គិតច្រើនខ្លាំងពេកចំពោះមុខរបរដែលស័ក្តិសមនឹងបុគ្គលិកលក្ខណៈ INFJ ផ្ដោតទៅលើគោលបំណងនិងអារម្មណ៍ខាងក្នុងខ្លាំងដែលមានដូចជាអ្នកស្រាវជ្រាវអ្នកសរសេរអ្នកបង្រៀនអ្នកច្នៃប្រឌិត content creator counselor psychology social worker designer artist author ជាដើមបន្ទាប់មកនឹងប្រាប់អំពីពណ៌សត្វរដូវកាលថ្ងៃខែម្ហូបដែលស័ក្តិសមនឹង INFJ ឬក៏ពេលយើងឃើញភ្លាមនឹកដល់ INFJ ភ្លាមចំពោះពណ៌គឺពណ៌សស្វាយក្រមៅនិងពណ៌ទឹកក្រូចរីឯខែគឺខែវិច្ឆិកាដែលតាក់ទង Scorpio vibe តែម្ដងចំពោះរដូវកាលវិញទោះបីស្រុកយើងអត់មានរដូវទាំង4កាលមែនប៉ុន្តែខ្ញុំនឹងលើកយករដូវមួយដែលនៅស្រុកគេមានគឺរដូវស្លឹកឈើជ្រុះអត់ធំនឹងឯងចំពោះម្ហូបដែលស័ក្តិសមនឹង INFJ របៀបយើងនឹកឃើញដល់ INFJ គឺមានស៊ុបបែប creamy ពងទាចំហុយបើម្ហូបបែបជប៉ុនកូរ៉េវិញគឺ bibimbap គីមប៉ាប់មីសូស៊ុបហើយម្ហូបបែប vegan សាឡាត់អីហ្នឹងហើយនឹងម្ហូបដែលធ្វើដោយស្នាដៃខ្លួនឯងចេញពីពួកគេតែម្ដងពីព្រោះពួកគេជាអ្នកអភិវឌ្ឍផ្ទាល់ខ្លួនជួយធ្វើអីដែលមានន័យចំពោះគ្រឿងផឹកឬក៏ភេសជ្ជៈដែលស័ក្តិសមនឹង INFJ មានដូចជាតែផ្កាយ lavender matcha latte តែបេតុងអីហ្នឹង milk tea ហើយនឹងស្រាក្រហមចំពោះសត្វដែលស័ក្តិសមនឹង INFJ ដែលជាបុគ្គលដែលស្គីមស្កាត់ខ្លាំងតែជ្រាលជ្រៅមានចក្ខុវិស័យនិងអារម្មណ៍ខ្ពស់ដែលមានដូចជាសត្វចចកសត្វទីទុយសត្វក្តាន់និងសត្វកញ្ជ្រោងហើយនេះគឺជាទម្លាប់មួយចំនួនដែល INFJ ចូលចិត្តធ្វើខ្លាំងជាទម្លាប់ប្រចាំថ្ងៃតែម្ដងទី1សរសេររឿងរ៉ាវអារម្មណ៍ខាងក្នុងរបស់ពួកគេដូចជាការធ្វើ journaling poetry ឬក៏ blogging ជាថាទី2ស្ដាប់តន្ត្រីមិនថាតន្ត្រីប្រភេទណាទេគឺលេខ1ដិតនៅក្នុងអារម្មណ៍របស់ពួកគេជានិច្ចទី3អានសៀវភៅជាពិសេសសៀវភៅដែលជ្រាលជ្រៅនិងអភិវឌ្ឍផ្ទាល់ខ្លួនទី4ដើរនៅទីស្ងាត់ម្នាក់ឯងព្រោះ INFJ ត្រូវការអារម្មណ៍មួយដែលតូតូនទៅតាមធម្មជាតិទី5បង្កើតសិល្បៈដូចជាការគូររូប graphic journaling design ឯនឹងឯងទី6ធ្វើជាអ្នកគ្រប់គ្រងអ្នកដទៃដែលធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ដឹងស្រាប់ហើយថា INFJ អត់ចូលចិត្តឲ្យគេចាប់អារម្មណ៍ខ្លួនឯងទេប៉ុន្តែចូលចិត្តជួយយល់អ្នកដទៃជាពិសេសមកដល់ចំណុចនេះខ្ញុំនឹងនិយាយឬក៏រាយរាប់អំពី MBTI ណាដែលស័ក្តិសមនឹង INFJ ជាងគេបំផុត1 ENFP The Campaigner ENFP មានថាមពលខ្ពស់គួរឲ្យស្រឡាញ់ទោះបីជាផ្ទុយនឹង INFJ ក៏ដោយ INFJ ជាអ្នកស្ដាប់និងគិតអារម្មណ៍ខាងក្នុងសមស្របដូចយីនឹងយ៉ាងចំពោះ ENFP ជួយឲ្យ INFJ ចេញពី comfort zone ទី2 ENFJ The Protagonist ទាំងពីរប្រភេទ MBTI នេះគឺសុចរិតមានគំនិតអភិវឌ្ឍអ្នកដទៃដូចគ្នា ENFJ ជាអ្នកដឹកនាំដែលយល់ដល់ INFJ យ៉ាងជ្រាលជ្រៅដូច្នេះពួកគេស្រឡាញ់ស្មោះត្រង់ដូចគ្នាយល់ពីគ្នាតែងតែគ្រប់គ្រងប្រសិទ្ធភាពគ្នាជានិច្ចរីឯទី3គឺ INFP The Mediator ពួកគេតែងតែចែករំលែកគំនិតជ្រាលជ្រៅនិងអារម្មណ៍ដូចគ្នាគ្រាន់តែមួយ J មួយទី P បង្ហាញមិនសូវច្រើនទេប៉ុន្តែយល់ជាគ្នាដល់បេះដូងជាមិត្តឬគូស្នេហាជួយចំណុចល្អប៉ុន្តែប្រសិនពិបាកទំនាក់ទំនងអាចមានការមិនយល់ជាគ្នាពេលខ្លះប៉ុន្តែភាគរយយល់ជាគ្នាគឺនៅតែមានដូច្នេះគឺនៅលេខ3និយាយរួមក្រុម diplomat គឺយល់ចិត្តគ្នាបានល្អអញ្ចឹងហើយនៅក្នុង top 1 top 2 top 3នឹងឯងប៉ុន្តែមាន MBTI មួយដែលមកពីក្រុម analyst គឺ INTJ នៅលេខរៀង4ពី architect INFJ គឺជារូបនិយមគិតពីអារម្មណ៍ខាងក្នុងជាង INTJ ទៅតាមហេតុផលនិងមានការគិតគ្រប់គ្រងជាងនិយាយឲ្យខ្លី INFJ ផ្ដល់អារម្មណ៍ INTJ ផ្ដល់យុទ្ធសាស្ត្រដូច្នេះជាគូដែលមានទិសដៅអនាគតនិងគោលដៅស្រដៀងគ្នាហើយក៏ល្អសម្រាប់ការរួមដំណើរជាមួយគ្នាបានផងដែរទោះបីជាពួកគេទាំងពីរ introvert ដូចគ្នាក៏ដោយទ្រុសអំពី INFJ គឺមានតែប៉ុណ្្នឹងឯងប៉ុន្តែបើបងប្អូនមានចម្ងល់អាច comment សួរបន្ថែមបានហើយជួយជាមួយខ្ញុំវីដេអូក្រោយបន្តទៀតខ្ញុំនឹងនិយាយអំពី MBTI ផ្សេងបន្ថែមទៀតបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តការរាយរាប់របស់ខ្ញុំអរគុណជម្រាបលាបាយ